ชีวิตដែលមានសេចក្តីសុខបំផុតគឺការរស់ជាខ្លួនឯងមិនខំប្រឹងប្រែងដើម្បីបង្ហាញអ្នកណាឲ្យមើលមកយើងអស្ចារ្យឬល្អឥតខ្ចោះមនុស្សម្នាក់តែងតែមានចំណុចខ្វះខាតរៀងៗខ្លួនតែបើសិនជាយើងពេញចិត្តនៅអ្វីដែលខ្លួនមានជីវិតយើងនឹងរស់ដោយភាពស្ងប់សុខប្រឹងប្រែងនៅអ្វីដែលយើងអាចធ្វើបាននេះហើយគឺជាជីវិតដែលល្អបំផុតហើយជីវិតមួយនេះនឹងមានសេរីភាពហើយអ្នកនឹងមិនមានសម្ពាធអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នកជីវិតដែលមានសេចក្តីសុខបំផុតគឺការរស់ជាខ្លួនឯងមិនខំប្រឹងប្រែងដើម្បីបង្ហាញអ្នកណាឲ្យមើលមកយើងអស្ចារ្យឬល្អឥតខ្ចោះមនុស្សម្នាក់តែងតែមានចំណុចខ្វះខាតរៀងៗខ្លួនតែបើសិនជាយើងពេញចិត្តនៅអ្វីដែលខ្លួនមានជីវិតយើងនឹងរស់ដោយភាពស្ងប់សុខប្រឹងប្រែងនៅអ្វីដែលយើងអាចធ្វើបាននេះហើយគឺជាជីវិតដែលល្អបំផុតហើយជីវិតមួយនេះនឹងមានសេរីភាពហើយអ្នកនឹងមិនមានសម្ពាធអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នក